ខ្ញុំបាទវិជ្ជាបណ្ឌិតភេញរទ្ធីតំណាងឲ្យសិប្បកម្មវត្តមរុំខ្មែរធម្មជាតិសូមគោរពនិងជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតាមដានទស្សនានៅក្នុងពេលនេះនៅក្នុងថ្ងៃនេះដែរខ្ញុំមានអត្ថបទមួយពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពដើម្បីលើកយកមកជូនដល់ពុកម៉ែបងប្អូនឲ្យបានយល់ដឹងកាន់តែច្បាស់អត្ថបទនោះគឺនិយាយអំពីបញ្ហាឬដងបាតឬក៏ជំងឺឬដងបាតយើងនឹងនិយាយអំពីនិយមន័យអ្វីទៅគឺជាជំងឺឬដងបាតមូលហេតុបណ្ដាលមកពីកត្តាអ្វីខ្លះរោគសញ្ញាអ្វីខ្លះដែលបញ្ជាក់ថាយើងមានបញ្ហាឬដងបាតការការពារហើយនឹងការព្យាបាលជំងឺឬដងបាតបាទយើងនិយាយអំពីជំងឺឬដងបាតអ្វីទៅគឺជាជំងឺឬដងបាតជំងឺឬដងបាតគឺជាជំងឺដែលកើតឡើងដោយសារតែការចាលនៃសរសៃឈាមវ៉ែននៅរន្ធទ្វារបាតរបស់យើងនៅពេលដែលមានការចាលសរសៃឈាមវ៉ែនធ្វើឲ្យសរសៃឈាមវ៉ែនឡើងប៉ោងคล้ายទៅជាដុំពកនៅតំបន់រន្ធទ្វារបាតរបស់យើងដែលយើងហៅថាជំងឺឬដងបាតនេះឯងបាទហើយជំងឺឬដងបាតយើងបែងចែកជាពីរប្រភេទគឺជំងឺឬដងបាតប្រភេទខាងក្នុងហើយនិងជំងឺឬដងបាតប្រភេទខាងក្រៅជំងឺឬដងបាតប្រភេទខាងក្នុងវាកើតឡើងនៅផ្នែកខាងក្នុងនៃរន្ធទ្វារបាតរបស់យើងពីច្រើនយើងមើលអត់ឃើញទៅនឹងភ្នែកទេវាយើងអាចរកឃើញវាតាមរយៈការស្ទាបឬក៏ការពិនិត្យមើលដោយអង់ដូស្កូបយើងលុបចូលតាមរន្ធទ្វារបាតរបស់យើងដើម្បីរកមើលជំងឺឬដងបាតប្រភេទខាងក្នុងនេះឯងហើយជំងឺឬដងបាតប្រភេទខាងក្រៅវាកើតមាននៅខាងផ្នែកខាងក្រៅនៃរន្ធទ្វារបាតរបស់យើងអាចស្ទាបវាប៉ះហើយយើងអាចមើលឃើញដោយភ្នែកទេតទៅទៀតយើងនិយាយអំពីមូលហេតុនៃជំងឺឬដងបាតមូលហេតុដែលនាំឲ្យយើងកើតមាននៅជំងឺដងបាតដោយសារតែសម្ពាធនៃសរសៃឈាមវ៉ែននៃរន្ធទ្វារបាតនឹងមានការកើនឡើងដែលធ្វើឲ្យសរសៃឈាមវ៉ែននឹងឡើងប៉ោងហើយមូលហេតុដែលធ្វើឲ្យសម្ពាធនៃសរសៃឈាមវ៉ែនមានការកើនឡើងវាមានកត្តាជាច្រើនទីមួយការខំប្រឹងខ្លាំងនៅពេលដែលយើងបន្តបង់នៅពេលដែលយើងបន្តបង់យើងខំប្រឹងខ្លាំងសម្ពាធនៅពេលដែលយើងខំប្រឹងនឹងវាធ្វើឲ្យចាលសរសៃឈាមវ៉ែនវាឡើងទៅជាដុំពកឬក៏ដុំបាក់ដុំពកឬក៏ដុំប៉ោងនេះឯងបន្តមកទៀតការអង្គុយយូរមិនថាអង្គុយបន្ទោបង់ឬក៏អង្គុយធ្វើការអីទេតែយើងអង្គុយយូរគឺធ្វើឲ្យមានការចាលនៃសរសៃឈាមវ៉ែនធ្វើឲ្យសម្ពាធកាន់តែកើនឡើងដូចគ្នាតកតងជាមួយនឹងបញ្ហាទល់លាមករ៉ាំរ៉ៃក៏ជាកត្តាជំរុញឲ្យកើតមាននៅបញ្ហាឬដងបាតតកតងជាមួយនឹងការធាត់លើទម្ងន់ស្ត្រីមានផ្ទៃពោះអ្នកដែលអត់សូវញ៉ាំអាហារដែលមានជាតិសរសៃឬក៏ fiber ដែលធ្វើឲ្យយើងកើតមានបញ្ហាទល់លាមកឬក៏ពាក់ព័ន្ធជាមួយនឹងបញ្ហាពិបាកបន្ទោបង់ឬក៏ពិបាកបត់ជើងនេះឯងដែលធ្វើឲ្យសម្ពាធនៃសរសៃឈាមវ៉ែនមានការកើនឡើងដូចគ្នាហើយអ្វីដែលសំខាន់មួយទៀតតកតងជាមួយនឹងអាយុនៅពេលអាយុយើងកាន់តែច្រើនជាលិកានៃសរសៃឈាមវ៉ែនហ្នឹងក៏មានការខ្សោយយឺតជាបង្កឲ្យមានហានិភ័យខ្ពស់ក្នុងការកើតមានជំងឺដងបាតផងដែរទៀតយើងនិយាយអំពីរោគសញ្ញានៃជំងឺដងបាតតើមានរោគសញ្ញាអីខ្លះដែលធ្វើឲ្យយើងគិតទៅដល់ជំងឺដងបាតនៅពេលដែលយើងមានកើតមាននៅជំងឺដងបាតវានឹងស្ដែងចេញរោគសញ្ញាមួយចំនួនទី1តកតងជាមួយនឹងការបន្ទោបង់គឺមានការពិបាកក្នុងការបន្ទោបង់ឬក៏មានការឈឺចាប់នៅពេលដែលយើងបន្ទោបង់ពេលខ្លះនៅពេលដែលយើងបន្ទោបង់មានការហូរឈាមហើយឈាមទៅហូរដោយសារតែជំងឺឬដងបាតហ្នឹងគឺឈាមក្រហមស្រស់តែម្ដងវាអាចឈាមហូរដូចអាកមន់ក៏មានដែរបើសិនជាមានការដាច់រលាត់នៃសរសៃឈាមវ៉ែនហ្នឹងវាខ្លាំងនៅពេលដែលយើងខំប្រឹងបន្ទោបង់ហ្នឹងវាធ្វើឲ្យមានការហូរឈាមច្រើនដូចគ្នាមានការរមាស់នៅតំបន់រន្ធទ្វារបាតហើយអ្វីដែលសំខាន់មួយទៀតហ្នឹងគឺយើងស្ទាបទៅមានដុំពកនៅតំបន់រន្ធទ្វារបាតរបស់យើងនឹងឯងដែលយើងអាចសន្និដ្ឋានថាយើងមានបញ្ហាឬដងបាតនេះឯងបាទយើងមានបញ្ហាឬដងបាតហើយយើងអត់ព្យាយាមរកដំណោះស្រាយដើម្បីដោះស្រាយឬក៏កែខៃឲ្យវាត្រឡប់មកល្អប្រសើរវិញទេវានឹងបង្កទៅជាផលវិបាកដល់យើងហើយផលវិបាកទាំងអស់នោះគឺមានដូចជាទី1ការស្ទះសរសៃឈាមនៅពេលដែលដុំឬដងបាតកាន់តែធំទៅវាធ្វើឲ្យមានការសង្កត់ទៅលើសរសៃឈាមវ៉ែនវាធ្វើឲ្យស្ទះសរសៃឈាមវ៉ែនដែលជាហេតុធ្វើឲ្យមានការឈឺចាប់ខ្លាំងឬក៏មានការរលួយនៅសរសៃឈាមវ៉ែននៅតំបន់ដែលវាត្រូវបានស្ទះនេះឯងហើយមួយទៀតតកតងជាមួយនឹងការហូរឈាមវាអាចមានការហូរឈាមច្រើននៅពេលដែលយើងមានបញ្ហាឬដងបាតដែលយើងមិនបានព្យាបាលយើងទុកឲ្យវារ៉ាំរ៉ៃខ្លាំងទៅធ្វើឲ្យយើងមានការហូរឈាមច្រើនហើយនៅពេលដែលយើងមានការហូរឈាមច្រើនធ្វើឲ្យរាងកាយរបស់យើងខ្វះឈាមដែលគេហៅថាជំងឺស្លេកស្លាំងដោយសារការខ្វះឈាមនេះឯងអញ្ចឹងហើយបើសិនជាយើងមានរោគសញ្ញាបញ្ជាក់ថាយើងមានបញ្ហាឬដងបាតយើងត្រូវតែរកដំណោះស្រាយក្នុងការព្យាបាលជំងឺឬដងបាតរបស់យើងឲ្យត្រឡប់មកធម្មតាវិញហើយតកតងជាមួយនឹងការការពារនិងការព្យាបាលវាយើងអាចជួយ
ដើម្បីសម្រួលដល់បញ្ហារឿងបាតកុំឲ្យវិវត្តកាន់តែធ្ងន់ធ្ងរទៅជាប្រការពិតណាស់ការព្យាបាលជំងឺរឿងបាតគឺមានថ្នាំក្នុងការព្យាបាលសម្រួលដល់សរសៃឈាមវែងគេមានការវះកាត់ដើម្បីព្យាបាលជំងឺរឿងបាតក៏ប៉ុន្តែមានការអនុវត្តមួយចំនួនក្រៅពីការប្រើប្រាស់ថ្នាំនិងការវះកាត់យើងអាចអនុវត្តបានដោយជៀសវាងកត្តាដែលធ្វើឲ្យយើងកើតមានជំងឺរឿងបាតទី1គឺយើងការពារកុំឲ្យមានការទល់លាមករ៉ាំរ៉ៃដោយចាប់ផ្ដើមទទួលទានទឹកឲ្យបានច្រើន2លីត្រកន្លះទៅ3លីត្រក្នុងមួយថ្ងៃទទួលទានបន្លែពណ៌បៃតងឬក៏បន្លែផ្លែឈើឲ្យបានច្រើនដើម្បីជំនួយដល់ប្រព័ន្ធរំលាយអាហាររបស់យើងជំនួយដល់ការបត់ជើងរបស់យើងឲ្យល្អប្រសើរឡើងយើងត្រូវកាត់បន្ថយសម្ពាធនៅតំបន់រុនទ្វារបាតរបស់យើងដោយកុំខំប្រឹងខ្លាំងនៅពេលដែលយើងបន្ទោបង់ហើយយើងកាត់បន្ថយការអង្គុយយូរយើងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ពីព្រោះការធ្វើលំហាត់ប្រាណក៏វាជួយសម្រួលដល់ចរន្តឈាមរ៉ែនឲ្យដំណើរការបានល្អផងដែរអញ្ចឹងបើសិនជាយើងអនុវត្តកត្តាការពារទាំងអស់នេះវាអាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺឬដុំបាតរបស់យើងបានហើយក៏អាចការពារជំងឺឬដុំបាតបានផងដែរបាទនេះគឺជាចំណេះដឹងទូទៅពាក់ព័ន្ធជាមួយនឹងបញ្ហាឬដុំបាតបញ្ហាឬដុំបាតអាចការពារបានបើសិនជាលោកអ្នកមិនទាន់កើតមានជំងឺឬដុំបាតទេអាចអនុវត្តវិធីសាស្ត្រការពារដូចដែលខ្ញុំបានរៀបរាប់ខាងលើវាអាចជួយការពារបានហើយអស់លោកអ្នកដែលមានបញ្ហាឬដុំបាតក៏អាចអនុវត្តវិធីសាស្ត្រទាំងអស់នោះដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺឬដុំបាតបានផងដែរបាទជាចុងក្រោយសូមអរគុណហើយជូនពរពុកម៉ែបងប្អូនសំណាងល្អនិងមានសុភមង្គលគ្រប់ក្រុមគ្រួសារជំរាបលា